ខ្ញុំដូរលំហាត់ប្រាណញឹកញយហ្នឹងគឺវាអត់ល្អទេដោយសារតែយើងអត់អាចគេហៅថាតាមដាននៅលទ្ធផលរបស់យើងឧទាហរណ៍លំហាត់ប្រាណយើងរើលំហាត់ប្រាណនេះមួយលេងមួយសេតហើយមួយរ៉េបយើងព្យាយាមទឹកក្រោយឬក៏វគ្គក្រោយយើងហាត់ហ្នឹងគឺយើងព្យាយាមលើកឲ្យបានរ៉េបកម្រិតលើនឹងយ៉ាហ្នឹងវាតាមយើងអ្នករៀបចំថាយើងហាត់រ៉េបពីណាប៉ុណ្ណាអញ្ចឹងណាមិនរ៉េបអញ្ចឹងទៅអញ្ចឹងពេលដែលយើងដល់ចំណុចខាងលើនៃរ៉េបនីមួយនៃសេតនីមួយហ្នឹងហើយយើងប្រកាសជាត្រូវឡើងគីឡូហើយយើងអត់លើកកាន់តែធ្ងន់ទៅសាច់ដុំយើងវាអត់មានសាច់រឿងអីត្រូវលូតលាស់ទេយើងចង់ផ្លាស់ប្ដូរលុះត្រាណាតែយើងកៀងបានន័យថាយើងហាត់យូរទៅយើងកម្លាំងយើងលែងឡើងយើងនៅតែប៉ុណ្្នឹងលើកលែងឡើងធ្ងន់ឬក៏រ៉េបលែងឡើងនៅតែប៉ុណ្្នឹងមួយរយៈសម្រាប់ខ្ញុំយើងគួរតែបើមានផែនការហាត់ត្រឹមត្រូវហើយយើងគួរតែហាត់វាឲ្យបានហើយណាក៏8អាទិត្យដែរហ្នឹងគឺហូបឲ្យបានគ្រប់គ្រាន់សម្រាប់បានគ្រប់គ្រាន់ហាត់ឲ្យបានខ្លាំង